អ្នកអង្គញាគិតមែងប្រាប់ការពិតពីរឿងរ៉ាវកូនរបស់លោកគឺអង្គញាគិតស៊ូឡាដោយបងប្អូនទាំងអស់គ្នាបានជ្រាបហើយអ្នកអង្គញាគិតមែងគឺជាពាណិជ្ជករដ៏ល្បីល្បាញមួយរូបនិងដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជាដែលលោកមានតួនាទីសំខាន់ៗដូចជាប្រធានក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Royal Group ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាជាប្រធានគណៈកម្មាធិការសម្របសម្រួលសម្រាប់យន្តការវេទិការដ្ឋឯកជនជាសមាជិកក្រុមប្រឹក្សាពិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរកម្ពុជាហើយលោកក៏មានតួនាទីជាទីប្រឹក្សាសម្ដេចតេជោផងដែរនៅថ្ងៃទី17ខែមិថុនាឆ្នាំ2026នេះគឺជាថ្ងៃគម្រប់ខួប21ឆ្នាំកូនច្បងរបស់លោកឈ្មោះគិតស៊ូឡានៅលើទំព័រផេកផ្លូវការរបស់អ្នកអង្គញាគិតមែងបានបង្ហោះសំណេរដោយរៀបរាប់ពីការពិតពីរឿងរ៉ាវកូនរបស់លោកគឺអង្គញាគិតស៊ូឡាដែលក្នុងសំណេរនោះមានខ្លឹមសារបែបនេះថារីករាយថ្ងៃខួបកំណើតគម្រប់ខួប21ឆ្នាំកូនប្រុសច្បងរបស់យើងគិតស៊ូឡានៅវ័យនេះប៉ាចង់ប្រាប់កូនឲ្យយល់ថាបរិសម្នាក់ដែលធំលូតលាស់ចាប់ផ្ដើមយល់បន្តិចម្ដងថាជីវិតមិនមែនគ្រាន់តែស្វែងរកភាពជោគជ័យប៉ុណ្ណោះទេប៉ុន្តែជាការរៀនទទួលខុសត្រូវរៀនដោះស្រាយសម្ពាធរៀនប្រឈមនឹងបរាជ័យរក្សាភាពស្មោះត្រង់និងសេចក្តីស្រឡាញ់ប្រកបដោយកម្លាំងចិត្តនិងសេចក្តីថ្លៃថ្នូរអ្នកអង្គញាគិតមែងបានបន្តទៀតថាមោទនភាពដ៏ក្រៃលែងមួយដែលប៉ាមានក្នុងជីវិតប៉ាគឺការឃើញកូនលូតលាស់ទាំងផ្លូវកាយផ្លូវចិត្តរយៈពេលច្រើនឆ្នាំមកនេះមោទនភាពនេះមិនមែនដោយសារតែសមិទ្ធផលឬតំណែងអ្វីឡើយប៉ុន្តែដោយសារតែកូនកំពុងតែក្លាយជាមនុស្សល្អនិងចាស់ទុំកូនក្លាយជាមនុស្សម្នាក់ដែលរៀនធ្វើឲ្យខ្លួនឯងរីកចម្រើនស្ដាប់មតិយោបល់អ្នកដទៃនិងចេះក្រោកឈរឡើងវិញក្រោយបរាជ័យនៅគ្រាដែលជីវិតជួបបញ្ហាប្រឈមអ្នកអង្គញាបានបន្តទៀតថាក្នុងនាមជាឪពុករបស់កូនប៉ាចង់ការពារកូនពីរឿងជាច្រើនប៉ុន្តែប៉ាក៏យល់ដែរថាមានតែកូនប៉ុណ្ណោះដែលត្រូវឆ្លងកាត់មេរៀនខ្លះដោយខ្លួនឯងក្នុងដំណើរជីវិតរបស់កូនខ្សែជីវិតនិងសាកល្បងពីភាពអត់ធ្មត់ចរិតលក្ខណៈនិងវិន័យរបស់កូនថ្ងៃមួយកូននឹងយល់ថាកម្លាំងពិតប្រាកដមិនស្ថិតនៅលើអំណាចឬឋានៈនោះទេប៉ុន្តែស្ថិតលើរបៀបដែលកូនធ្វើចំពោះមនុស្សជុំវិញខ្លួនរបៀបដែលកូនគ្រប់គ្រងខ្លួនឯងនិងរបៀបដែលកូនបន្តភាពរីកចម្រើនរបស់កូនទោះស្ថិតក្នុងគ្រាលំបាកក៏ដោយកូនប្រុសចូលចងចាំជានិច្ចថាត្រូវមានមហិច្ឆតាតែត្រូវរក្សារឹកពីសុភាពរាបសារត្រូវមានទំនុកចិត្តតែកុំក្រអឺតក្រទមឲ្យសោះត្រូវរឹងមាំនិងរក្សាចិត្តសប្បុរសរបស់កូនចូលកូនចងចាំថាបុរសល្អម្នាក់មិនត្រូវបានវិនិច្ឆ័យតាមរយៈវោហាររបស់គាត់ឮប៉ុណ្ណានោះទេប៉ុន្តែតាមរយៈសកម្មភាពរបស់គាត់ដែលធ្វើឲ្យមហាជននៅជុំវិញគាត់មានសន្តិភាពផ្លូវចិត្តទំនុកចិត្តនិងស្ថិរភាពប៉ុណ្ណានៅវ័យ21ឆ្នាំនេះដំណើរជីវិតកូនទើបតែចាប់ផ្ដើមប៉ុណ្ណោះចូលកូនកសាងជីវិតដែលធ្វើឲ្យកូនមានមោទនភាពទោះគ្មានអ្នកណាមើលឃើញក៏ដោយចូលកូនការពារគ្រួសាររបស់កូនរក្សាកេរ្តិ៍ឈ្មោះរបស់កូនរក្សាភក្ដីភាពចំពោះគុណតម្លៃរបស់កូននិងកុំភ្លេចដើមកំណើតរបស់ខ្លួនជាដាច់ខាតនៅចុងបញ្ចប់នៃសំណេរអ្នកអង្គញាគិតមែងបានរៀបរាប់បន្ថែមថាមិនថាកូនធំដល់វ័យណានោះទេប៉ានឹងបន្តគាំទ្រគោរពនិងជឿជាក់លើកូនជានិច្ចរីករាយថ្ងៃខួបកំណើតគម្រប់21ឆ្នាំកូនប្រុសប៉ាមានមោទនភាពចំពោះភាពលូតលាស់និងភាពចាស់ទុំដែលកូនកំពុងមាន